រិត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រមកបង្ហាញគឺកត្តា4យ៉ាងដែលធ្វើឲ្យចេះតែងសេចក្តីការរៀបរៀងឡើងមានវត្ថុបំណងសំខាន់5យ៉ាងទី1ជួយសម្រួលដល់អ្នកសិក្សាទាំងឡាយទី2ជួយលើកកម្ពស់សំណេរអត្ថាធិប្បាយពន្យល់ទី3ចង់ចែករំលែកដល់អ្នកនិយមអក្សរសាស្ត្រខ្មែរទី4ចង់ពញាក់ស្មារតីកូនខ្មែរចំពោះអក្សរសាស្ត្រជាតិទី5ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកសិល្បៈសរសេរដែលជាដួងព្រលឹងជាតិដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាកត្តា4យ៉ាងដែលធ្វើឲ្យយើងចេះតែងសេចក្តីកត្តាសំខាន់ទាំង4នេះមានដូចតទៅទី1ចាំគម្រោងមានន័យថាយើងស្គាល់ផ្លូវដើរស្គាល់ផ្លូវដែលត្រូវទៅយើងស្គាល់ទីតាំងដែលចង់បានដូច្នេះការចាំគម្រោងជាវិធីសាស្ត្រមួយដែលធ្វើឲ្យយើងមិនវង្វេងផ្លូវឬចាកប្រធានយល់គម្រោងគឺជាវិធីសាស្ត្រមួយដែលធ្វើឲ្យយើងសរសេរទៅគ្រប់ចំណុចបានត្រូវតាមក្បួនដែលចង់បានទី3ចាំរឿងច្រើនឬដឹងហេតុការណ៍ច្រើនការចាំរឿងច្រើនដឹងហេតុការណ៍ច្រើនជារឿងចាំបាច់នៅពេលដែលយើងពន្យល់ត្រូវលើកឧទាហរណ៍បញ្ជាក់បន្ថែមដើម្បីឲ្យគេមានទំនុកចិត្តបន្ថែមការជឿជាក់ទី4សរសេររឿយឬសរសេរជាប្រចាំធ្វើបើយើងចាំគម្រោងយល់គម្រោងចាំរឿងច្រើនហើយប៉ុន្តែយើងមិនឧស្សាហ៍សរសេរមិនឧស្សាហ៍តែងធ្វើឲ្យយើងនៅតែមិនចេះដដែលទី1ចាំគម្រោងតែងសេចក្តីមាន3ចំណុចគឺសេចក្តីផ្ដើមតួសេចក្តីបញ្ចប់សេចក្តីនៅពេលដែលយើងចាំគម្រោងធ្វើឲ្យតែងសេចក្តីយើងបានគ្រប់ជ្រុងជ្រោយករណីទី1ករណីទី2យល់គម្រោងពេលដែលយើងយល់គម្រោងយើងនឹងដឹងថាលំនាំបញ្ហានេះសរសេរពីអ្វីនៅពេលដែលយើងយល់លំនាំបញ្ហាសរសេរអ្វីដែលក្បែរប្រធានចិត្តប្រធានមានអត្ថន័យដូចប្រធានប៉ុន្តែពាក្យពេចន៍មិនដូចប្រធានខ្លឹមសារដូចប្រធានតែពាក្យពេចន៍មិនដូចប្រធានទេលំនាំបញ្ហាសរសេរបែបហ្នឹងចំណូលបញ្ហាគឺជាការលើកយកប្រធានបទមកដាក់ទាំងស្រុងដោយគ្រាន់តែប្រើពាក្យថាអាស្រ័យដូចនេះទើបមានទស្សនៈមួយលើកឡើងថាសមដោយពាក្យចាស់ពោលថាអាស្រ័យដូចនេះទើបគេយល់ថាចំណុចទី3ចំណោទបញ្ហាគឺជាការចោទសួរតើទស្សនៈខាងលើមានន័យដូចម្ដេចនេះជាទស្សនៈតែងសេចក្តីបែបពន្យល់ចូលដល់ចំណុចទី2តួសេចក្តីមាន3ចំណុចដែរគឺឃ្លាភ្ជាប់សេចក្តីពន្យល់ពាក្យកន្លឹះពន្យល់នៃប្រធានបទស្ថិតនៅក្នុងផ្នែកទី1នៃតួសេចក្តីទី2បកស្រាយប្រធានបទទី3សរុបសេចក្តីនៅពេលដែលយើងយល់គម្រោងឃ្លាភ្ជាប់សេចក្តីសរសេរពីស្អីពន្យល់ពាក្យកន្លឹះសរសេរពីស្អីពន្យល់នៃប្រធានបទសរសេរពីស្អីអញ្ចឹងយើងដឹងថាឃ្លាភ្ជាប់សេចក្តីគឺជាពាក្យមួយដែលធ្វើឲ្យយើងមានទំនាក់ទំនងពីផ្ដើមមកតួ
មុននឹងធ្វើការបកស្រាយយើងគួរក៏បីយល់ពាក្យកន្លឹះមួយចំនួនជាមុនសិនឬក៏ដើម្បីជៀសវាងកំហុសឆ្គងផ្សេងយើងគួរក៏បីយល់ពាក្យកន្លឹះមួយចំនួនសិនដើម្បីជាប្រទីបក្នុងការបំភ្លឺទស្សនៈខាងលើគួរក៏បីយល់ពាក្យកន្លឹះសិនបន្ទាប់មកយើងមើលពាក្យនៅក្នុងប្រធានតើមានពាក្យអ្វីខ្លះដែលជាកន្លឹះបាទពាក្យកន្លឹះពាក្យដែលជាមេជានាំហេតុធ្វើឲ្យយល់តែងសេចក្តីទាំងមូលចឹងពាក្យកន្លឹះបន្ទាប់ពីពន្យល់ពាក្យកន្លឹះមួយហើយយើងពន្យល់នៃប្រធានទាំងមូលដូច្នេះប្រធានខាងលើចង់និយាយថាប្រធានខាងលើមានន័យថាយើងឃើញប្រធានមានន័យយ៉ាងម៉េចយើងបញ្យល់តាមនឹងទៅចូលដល់ចំណុចទី2នៃតួសេចក្តីគឺបកស្រាយប្រធានបទបកស្រាយប្រធានបទតម្រូវឲ្យសិស្សលើកយកឧទាហរណ៍ពន្យល់គេឲ្យលើកឧទាហរណ៍មួយពន្យល់គេឲ្យលើកឧទាហរណ៍មួយអញ្ចឹងបកស្រាយប្រធានបទជាកន្លែងបង្ហាញនៅចំណេះដឹងបើមានឧទាហរណ៍ច្រើនមានន័យថាអ្នកសរសេរនឹងចេះច្រើនក្រោយពីបកស្រាយពន្យល់ហេតុផលមានផុសតាងរួចហើយយើងត្រូវសរុបសេចក្តីជាសិល្បៈមួយក្នុងការច្បិចយកចំណុចសំខាន់ទី1ទី2ទី3បើមានឧទាហរណ៍3ច្បិចយក3បើមានឧទាហរណ៍4ច្បិចយក4ដូច្នេះសរុបសេចក្តីជាការសង្ខេបយកខ្លឹមសារចម្បងទី1ទី2ទី3ទី4ចេញពីការបកស្រាយខាងលើអ្នកខ្លះពេលដែលសរុបសេចក្តីហើយស្មានថាតែងសេចក្តីនឹងចប់ហើយធៀបពិតនៅបញ្ចប់សេចក្តីមួយទៀតសរុបនេះគ្រាន់តែជាការប្រមូលផ្ដុំគំនិតនៃកន្លែងបកស្រាយនេះទេបញ្ចប់សេចក្តីមាន2ចំណុចដែលត្រូវនិយាយគឺវេតម្លៃប្រធានបទវេតម្លៃប្រធានបទនេះតម្រូវឲ្យសិស្សានុសិស្សសន្និដ្ឋានតើប្រធានខាងលើល្អត្រូវឬមិនត្រូវប្រាប់មូលហេតុផងបន្ទាប់មកទៀតមតិផ្ទាល់ខ្លួនគឺជាចំណុចវិជ្ជមានស្របទៅនឹងប្រធានបទចឹងការយល់ប្រធានបទនេះជាការសំខាន់ចាំគម្រោងក៏សំខាន់យល់ប្រធានបទរឹងរឹតតែសំខាន់ជាពិសេសចាំរឿងច្រើនដឹងហេតុការណ៍ច្រើនក៏ជាការសំខាន់ព្រោះយកមកប្រើប្រាស់យកមកចាយវាយនៅកន្លែងបកស្រាយនេះប្រសិនបើនរណាមិនចេះរឿងច្រើនស្មើនឹងមិនសូវបានអានសៀវភៅចឹងការចាំរឿងច្រើនជារឿងចាំបាច់នៅក្នុងការតែងសេចក្តីយកមកពន្យល់កន្លែងបកស្រាយនឹងបើនរណាមិនចេះតែរឿងទេធ្វើឲ្យតែងសេចក្តីខ្លីតល់គំនិតឆាប់អស់គំនិតទី4ចំណុចទី4គឺជាចំណុចសំខាន់យើងចាំគម្រោងហើយយល់គម្រោងពីផ្លូវដើរនីមួយហើយចាំរឿងច្រើនហើយប៉ុន្តែយើងមិនឧស្សាហ៍សរសេរមិនឧស្សាហ៍វឹកហាត់ធ្វើឲ្យយើងសរសេរយឺតឬក៏មិនសូវបានល្អដូច្នេះដើម្បីឲ្យចេះតែងសេចក្តីមានកត្តាសំខាន់4យ៉ាងទី1ត្រូវចាំគម្រោងជាមុនសិនទី2យល់គម្រោងឲ្យបានច្បាស់នៅចំណុចនីមួយតើត្រូវសរសេរពីអ្វីទី3ចាំរឿងច្រើនដឹងហេតុការណ៍ច្រើននិងសំខាន់ជាងគេគឺសរសេរជារឿយសរសេរជាប្រចាំតើកត្តាសំខាន់អ្វីខ្លះដែលនាំឲ្យយើងចេះតែងសេចក្តីតើកត្តាសំខាន់អ្វីខ្លះដែលនាំឲ្យយើងចេះតែងសេចក្តីចូលបងអូនធ្វើកិច្ចការផ្ទះផងទី1កត្តាអ្វីខ្លះដែលធ្វើឲ្យចេះតែងសេចក្តីកត្តាអ្វីខ្លះដែលធ្វើឲ្យចេះតែងសេចក្តីទី2ការយល់គម្រោងនិងយល់ប្រធានដូចគ្នាដែរឬទេ
ការយល់គម្រោងនិងយល់ប្រធានដូចគ្នាដែរឬទេការចាំគម្រោងចាំបាច់ដែរឬទេការចេះចាំរឿងច្រើនមានប្រយោជន៍អ្វីខ្លះការចេះចាំរឿងច្រើនមានប្រយោជន៍អ្វីខ្លះការរៀនសរសេរធ្វើឲ្យសិស្សយ៉ាងដូចម្តេចដែរការរៀនសរសេរធ្វើឲ្យសិស្សយ៉ាងដូចម្តេចដែរអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកតែងសេចក្តីអត្ថាធិប្បាយពន្យល់ជាសារណាខ្នាតតូចជាពិសេសសូមអរគុណចំពោះឧបាសិកាខីកាសេនិងឧបាសកជួបយានដែលតែងតែជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាខ្មែរនេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីៗបានដូចចិត្តប៉ងប្រាថ្នារាត្រីសួស្តីសូមជម្រាបលា